ក្នុងអំឡុងពេលព្រមធនាគារពួកគេបានរកឃើញពលសម្ងាត់ digital ដែលមានតម្លៃ $1.5 លានដុល្លារវាលើសពី $10,000 លានហុងកុងទៅទៀតចម្លងវាទាំងអស់មកមិនអាចទេស៊ីម៉ូនត្រូវការពេលលឿនឡើងប្រយ័ត្នតោះទៅ1នាទីទៀតអស់ពេលហើយនៅពេលដែលប៉ូលីសមកដល់មុខធនាគារកូដសម្ងាត់ត្រូវបានចម្លងរួចរាល់ហើយក្រុមចៅក៏ចាប់ផ្ដើមដកថយប៉ុន្តែពួកគេយឺតជាងផែនការ1នាទីពេញក្រុមចៅក៏បានជួបជាមួយប៉ូលីសនៅសាលធំនៃធនាគារឡើងទៅលើដំបូលគ្រប់គ្នាគិតថាពួកគេនឹងរត់ទៅមាត់ទ្វារប៉ុន្តែពួកគេបែរជាបត់ត្រឡប់ទៅខាងក្នុងធនាគារវិញនេះមិនមែនជាការសម្លាប់ខ្លួនឯងទេប៉ុន្តែជាផែនការបំរុងដែលបានរៀបចំទុកជាមុនពួកគេបានរត់ទៅលើដំបូលអគារហើយលោតចុះមកដោយមិនស្ទាក់ស្ទើរឆាត់យងត្រូវបានបើកឡើងហើយពួកគេបានហោះហើរនៅចន្លោះអគារខ្ពស់ពួកគេបានចុះចតនៅវិមានវ៉ៃនហើយចាប់ផ្ដើមបដូរសម្លៀកបំពាក់ភ្លាមស៊ីម៉ូនដែលជា hacker បានលួចចូលប្រព័ន្ធត្រួតពិនិត្យលុបរូបភាពមុខរបស់ពួកគេនិងបិទវាចោលប៉ុន្តែប៉ូលីសបានបើកកាមេរ៉ាជាប់ខ្លួនកំណត់អត្តសញ្ញាណផ្ទៃមុខក្នុងពេលជាក់ស្ដែងអ្នកដែលមិនមានកំណត់ត្រាចូលគឺជាជនសង្ស័យកុំឲ្យគេថតចុះមុខឲ្យសោះបើគេថតចុះឯងនឹងស្លាប់ជាច្រើនឆ្នាំមកនេះមិនដែលសមាជិកណាម្នាក់ត្រូវបានលាតត្រដាងឡើយតាមច្បាប់របស់ពួកគេបើត្រូវបានលាតត្រដាងគឺត្រូវតែបោះបង់ចោលមេក្រុម Shadow មានឱកាសបោះបង់កូនចៅដើម្បីរត់គេចខ្លួនប៉ុន្តែគាត់នៅតែជ្រើសរើសប្រថុយចូលទៅក្នុងវិមានវ៉ៃន Shadow មិនត្រឹមតែប្រើពួកគេជាឧបករណ៍ទេតែគាត់ក៏បារម្ភពីពួកគេដូចជាឪពុកដែរគាត់ដឹងច្បាស់ថាបើគ្មានការបញ្ជារបស់គាត់ទេកូនចៅដែលគាត់ចិញ្ចឹមតាំងពីតូចទាំងនេះច្បាស់ជាមិនអាចគេចផុតពីសំណាញ់ប៉ូលីសឡើយក្រោមការបញ្ជារបស់ Shadow ពួកគេលែងរត់ស្លន់ស្លោទៀតហើយពួកគេបានលីឡំជាមួយហ្វូងមនុស្សបដូរសម្លៀកបំពាក់តាមផែនការនិងលាក់ដានចុងក្រោយពួកគេបានក្លែងខ្លួនជាប៉ូលីសហើយដើរចេញពីទីនោះយ៉ាងរំភើយពួកគេបានគេចផុតពីការតាមចាប់ប៉ុន្តែក្រុមរបស់ពួកគេកំពុងជួបវិបត្តិទំនុកចិត្តអញស្ទើរតែធ្វើឲ្យពួកយើងស្លាប់ទាំងអស់គ្នាហើយអញធ្វើឲ្យខូចផែនការអស់លទ្ធផលវាល្អតាហើយថែមទាំងទទួលបានផលចំណេញដែលមិននឹកស្មានដល់ទៀតចំណេញស្អីទៅពីច្រើនឆ្នាំមកនេះមិនដែលធ្លាប់មាននរណាម្នាក់ត្រូវបានគេថតចុះឡើយគឺដោយសារតែឯងពួកឯងចប់អស់ហើយលេងគាត់ទៅទុកឲ្យខ្ញុំជាអ្នកធ្វើចុះស៊ីម៉ូនបានធ្វើតាមចិត្តខ្លួនឯងដែលវាផ្ទុយនឹងច្បាប់របស់ Shadow ដែលថាវាសេរីភាពសំខាន់ជាងលុយកាក់នេះមិនត្រឹមតែធ្វើឲ្យខូចផែនការទេតែថែមទាំងជាការប្រមាថដល់អំណាចរបស់ Shadow ទៀតផងពួកឯងធំអស់ហើយហ៊ានទៅមាត់ជាមួយយើងទៀតក្នុងពេលដែល Shadow កំពុងដាក់ទោសស៊ីម៉ូនគាត់ក៏ចាប់ផ្ដើមដឹងពីសញ្ញានៃការក្បត់មិនមែនតែស៊ីម៉ូនទេបរិយាកាសក្នុងក្រុមទាំងមូលកំពុងតែផ្លាស់ប្ដូរ Shadow បានចិញ្ចឹមពួកគេឲ្យមានចរិតសាហាវតែគាត់មិនអាចគ្រប់គ្រងពួកគេបានរហូតឡើយដើម្បីសាកល្បងកូនចៅគាត់បានរៀបចំពិធីជប់លៀងមួយនិងនិទានពីរឿងដែលគាត់ទល់ជាមួយប៉ូលីស200នាក់ម្នាក់ឯងម្យ៉ាងគឺដើម្បីគំរាមកូនចៅថាបើចង់ក្បត់យើងត្រូវតែមានសមត្ថភាពបែបនេះសិនម្យ៉ាងទៀតគឺដើម្បីសង្កេតមើលប្រតិកម្មរបស់ម្នាក់ដើម្បីរកមើលអ្នកដែលចង់ក្បត់គ្រប់គ្នាបានសម្លឹងមើលគាត់ដោយការគោរពមានតែស៊ីម៉ូនម្នាក់គត់ដែលរក្សាភាពត្រជាក់ស្រជុំចិត្តចង់ក្បត់ត្រូវបានបង្ហាញយ៉ាងច្បាស់បងប្រុសរបស់ស៊ីម៉ូនឈ្មោះហូបគឺជាមនុស្សដែល Shadow ទុកចិត្តបំផុតគាត់មិនត្រឹមតែធ្លាប់ជួយជីវិត Shadow ទេតែថែមទាំងមើលថែការរស់នៅប្រចាំថ្ងៃរបស់គាត់ទៀតផងតើអញធ្លាប់គិតចង់កម្ចាត់យើងដែរទេវាមិនអាចទៅរួចទេលោកប៉ាកាំបិតត្រូវបានសម្លៀងរួចរាល់ហើយយើងមិនមែនភ្នែកខ្វាក់ឡើយនេះគឺជាការសាកល្បងភាពស្មោះត្រង់សម្រាប់ហូបនិងជាឱកាសចុងក្រោយសម្រាប់គាត់ក្នុងការជ្រើសរើសតើត្រូវដាក់កាំបិតចុះបង្ហាញភាពស្មោះត្រង់ឬកាន់កាំបិតឲ្យជាប់ដើម្បីក្បត់ហូបមិនបានផ្ដល់ចម្លើយច្បាស់លាស់ឡើយគាត់មិនមែនមិនយល់ពីបំណងរបស់ Shadow ទេប៉ុន្តែគាត់បានសម្រេចចិត្តក្បត់រួចទៅហើយនៅខណៈនេះទំនុកចិត្តរវាងឪពុកនិងកូនត្រូវបានបំផ្លាញទាំងស្រុងក្នុងពេលជាមួយគ្នានោះប៉ូលីសបានដឹងថាអេមានចំណុចខ្វះខាតពួកគេត្រូវបង្ខំចិត្តអញ្ជើញអតីតប៉ូលីសចូលនិវត្តន៍ម្នាក់ឈ្មោះឡុងមកជួយតាមរយៈរូបភាពមិនច្បាស់ឡុងបានសន្និដ្ឋានថាបុរសក្នុងរូបនោះគឺជា Shadow ដែលបានបាត់ខ្លួនជាច្រើនឆ្នាំ Shadow ធ្លាប់ជាឧក្រិដ្ឋជនល្បីឈ្មោះក្នុងទសវត្សរ៍ឆ្នាំ80និងបានបាត់ខ្លួនដោយអាថ៌កំបាំងក្នុងឆ្នាំ99ពិភពខាងក្រៅគិតថាគាត់បានជប់ហើយប៉ុន្តែមិនដឹងថាគាត់នៅតែបញ្ជាក្រុមពីក្រោយខ្នងឡើយឡុងបានសម្រេចចិត្តបង្កើតក្រុមតាមប្រមាញ់ភ្លាមមនុស្សដែលយើងត្រូវទល់ជាមួយគឺជាកញ្ជ្រោងចាស់ម្នាក់និងជាចៅជើងចាស់ដូច្នេះខ្ញុំនឹងបង្រៀនអ្នកឲ្យក្លាយជាអ្នកប្រមាញ់ជើងចាស់